តបបងគ្រឿងជាងយើងគ្រឿងជួលយើងចូលស្តុកមកទៀតហើយហើយមកកែនេះហោះតាមយន្តហោះខ្មែរណាឡើយហោះតាមយន្តហោះតាមខ្មែរយើងវាសេវាថ្លៃពីសំដែរតែក៏មិនទាន់ចិត្តណា3ទៅ4ថ្ងៃគឺមកដល់ខ្មែរយើងហើយមកកែប៉ុណ្នេះតម្លៃដឹកហ្នឹងមកដល់ខ្មែរគឺ$40ដែរហើយសរុបពេលឥឡូវសេវាដឹកថ្លៃឡើងថ្លៃគួរសមនឹងសេវាដឹកអស់$40អស់40រៀលណាចឹងបងត្រូវការខប់សាកអាចមករកបានហើយយើងធ្វើការដឹកតាមយន្តហោះវាលឿនទាន់ចិត្តចឹងមានថាបងត្រូវការកំងភ្លាមដាច់ស្តុកហើយគឺ3ថ្ងៃមកដល់ខ្មែរដាក់ឲ្យជិះយន្តហោះមកចឹងខប់សាកប្រភេទពួក Oppo ស៊េរីថ្មីដែលយើងចូលមកលើកមុនហ្នឹងគឺ Oppo A5 Pro A5X ហ្នឹងតែប្រភេទពួកហ្នឹងដែលត្រូវច្រើនហ្នឹងគឺដាច់ស្តុកឥឡូវយើងដាក់តាមយន្តហោះមក3-4ថ្ងៃមកដល់ខ្មែរឥឡូវចូលស្តុកវិញហើយត្រូវការប៉ុន្មានក៏បានណាចូលមកច្រើនមែនតើទឹកខប់សាក់ណាមកដែលដាក់ស្តុកគឺអាចមករកបាន A5 1020 Type C ABS ក្រុមហ៊ុន ABS អីផ្សេងយកដែរ Type C ស៊េរីថ្មីទៅចូលទៅស្តុកទៅនេះចូលទឹកខប់សាក់ទៀតហ្មងបងត្រូវការខប់សាក់អាចមករកបានណាខប់សាក់ចូលច្រើនមែនតើអានេះមកប្រអប់មួយទៀតឡាមដែរទៅបាត់ឡាមណាបាត់នេះមកប្រអប់ទៀតប្រអប់តូចពេលមួយសិនមើលមានអីខ្លះមកប្រអប់អត់មានលេនប្រភេទលេន iPhone ណាលេនខ្ចក់ខាងក្រោយណាមកបងបែកអីត្រូវការមករកបានណាមានចាប់ពី iPhone 7G រហូតដល់ iPhone 16 Pro Max ហើយនេះប្រភេទ Snap ចឹងប្រភេទ Snap ខាងយើងមានច្រើនប្រភេទមាន Snap ថ្ម Snap អេក្រង់ហើយ Snap ថ្មយើងមាន Snap Oppo មាន Snap Tecno Infinix Itel និង iPhone ហើយ Snap អេក្រង់ក៏យើងមានច្រើនដែរមាន Oppo Vivo Tecno Infinix Itel ហើយនិង Samsung ជាចឹងប្រភេទពួក Snap ពាក់ព័ន្ធផ្នែក Android iPhone Tecno Infinix Itel អីតែបងត្រូវការអាចមករកបានណាហើយយើងដាច់ស្តុក model ណាយើងកំង model នឹងចូលបន្ថែមប្រកបស្តុកយើងវិញណាហើយចំពោះខប់សាកបងត្រូវការអាចមករកបានគឺចូលស្តុកច្រើនមែនតើចង់បានជាឈុតក៏បានចង់បានជាក្របក៏បានត្រូវការមួយណាកំងមួយហ្នឹងគុណច្រើនបងត្រូវការអាចមករកបានណា